ព្យាយាមយកសាកសពសង្សារដែលបានស្លាប់យកទម្លាក់ទុកដើម្បីគេចផុតពីក្រុមគ្រួសារទាំងសងខាងដែលធ្លាប់ទៅតាមបែកបាក់ស្នេហារបស់ពួកគាត់នឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់ឈ្មោះថាយុទ្ធប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងខេត្តរបស់គាត់ហើយកើតឡើងនៅក្នុងដីចំការរបស់គ្រួសារគាត់នឹងឯងកាលពីក្នុងឆ្នាំ2017ក្រុមគ្រួសាររបស់យុទ្ធគាត់មានដីចំការមួយកន្លែងដែលដីមួយកន្លែងហ្នឹងគឺមានទីតាំងនៅក្រៅវិទ្យាល័យមួយកន្លែងហ្នឹងទៀតទាំងអស់គ្នាដែលគាត់សូមអត់និយាយពីឈ្មោះវិទ្យាល័យឬក៏ខេត្តមួយកន្លែងហ្នឹងទេគាត់ថាដីចំការរបស់គ្រួសារគាត់ហ្នឹងនៅឆ្ងាយពីវិទ្យាល័យហ្នឹងប្រហែលជាខ្ទង់200ម៉ែត្រអីទេទាំងអស់គ្នាដោយសារតែមានទីតាំងនៅជិតរបងសាលាអញ្ចឹងហើយទើបអាសាមានសិស្សសាលាដែលគាត់ចូលចិត្តកិច្ចសាលាជក់បរិយឬក៏ផឹកខ្សែអស់ហ្នឹងគឺតែងតែផ្លោះរបងសាលាចូលទៅក្នុងដីចំការរបស់គ្រួសារគាត់ដើម្បីនាំគ្នាប្រមូលផ្ដុំផឹកស្រាផឹកអីអញ្ចឹងទៅហើយនៅក្នុងដីចំការរបស់គាត់នឹងដែរក៏មានផ្ទះទៀមមួយខ្នងដែរផ្ទះទៀមមួយខ្នងហ្នឹងកាលពីក្នុងឆ្នាំ2014 2015ហ្នឹងគឺម៉ាក់ប៉ារបស់គាត់នឹងធ្វើឲ្យគេនៅអញ្ចឹងទៅដោយសារតែដីចំការរបស់គាត់ពេលហ្នឹងគឺរៀបចំដំបន្លែដំចំការដើម្បីអញ្ចឹងណាប៉ុន្តែដោយសារតែពីអ្នកប្រពន្ធហ្នឹងនៅពេលដែលគាត់មកនៅក្នុងផ្ទះចំការមួយហ្នឹងគាត់អាសាឆ្លុះប្រកែកទាស់តែងគ្នាខ្លាំងពេកម៉ាក់ប៉ារបស់គាត់ក៏សម្រេចថាបិទដីចំការហ្នឹងចោលហើយផ្ទះហ្នឹងក៏ដេញគេឲ្យនៅដែរគឺទុកចោលនឹងឯងទាំងអស់គ្នាហើយគិតមើលទៅផ្ទះហ្នឹងទុកចោលតាំងពីឆ្នាំ2015រហូតដល់ឆ្នាំ2017ដែលជាឆ្នាំកើតហេតុហ្នឹងណាទាំងអស់គ្នាគឺគេនិយាយតគ្នានឹងតែម្ដងថាដីចំការរបស់គ្រួសារគាត់គឺមានព្រាយនៅក្នុងផ្ទះហ្នឹងមាននៅលើដើមឈើមានអីចឹងទៅគេចេះតែនិយាយតគ្នាពេញហ្នឹងទៀតទាំងអស់គ្នាប៉ុន្តែម៉ាក់ប៉ារបស់គាត់គឺមិនសូវជាខ្វាយខ្វល់ឬគិតគូរច្រើនអីទេហើយចែកដល់អីទៀតទាំងអស់គ្នារយៈពេល2ឆ្នាំហ្នឹងណាម៉ាក់ប៉ារបស់គាត់គឺរវល់ការងារខ្លាំងមែនតើជាពិសេសយុទ្ធគាត់ឡើងទៅនៅពេញបាត់ហើយអញ្ចឹងគឺគាត់សូវបានទៅមើលដីចំការហ្នឹងទេនិយាយចំទៅគឺអត់ទៅមើលហ្មងហើយដីហ្នឹងក៏ត្រូវបានទុកចោលរហូតនឹងឯងម៉ាក់ប៉ារបស់គាត់ក៏មិនដែលទៅអើតមើលដែរទាំងអស់គ្នារហូតដល់ពេលមួយនោះនៅម៉ោងប្រហែលជាខ្ទង់12ថ្ងៃត្រង់ពេលដែលយុទ្ធហើយនឹងម៉ាក់ប៉ារបស់គាត់កំពុងរៀបចំហូបបាយជុំគ្នាហ្នឹងណាកំពុងរៀបចំហូបបាយហ្នឹងក៏ស្រាប់តែមានសិស្សសាលា2នាក់ជិះម៉ូតូមកផ្ទះរបស់គាត់ប្រាប់ថាចេះរកឃើញសាកសពមនុស្សស្រីពោះធំម្នាក់នៅក្នុងផ្ទះនៅក្នុងដីចំការហ្នឹងទៀតទាំងអស់គ្នាអញ្ចឹងពេលដែលឮក្មេងៗប្រាប់អញ្ចឹងម៉ាក់ប៉ារបស់គាត់ក៏ចាំចេញឡានទៅពេលដែលជិះឡានទៅដល់ហើយនឹងបដនៅមុខដីចំការរបស់គាត់ហ្នឹងណានៅកន្លែងមាត់ទ្វារលបងហ្នឹងគឺមានមនុស្សឈរពេញហ្នឹងប្រហែលជាខ្ទង់គ្នា10 20នាក់ឯងហ្នឹងឯងមានចាស់មានក្មេងមានសិស្សសាលាអីពេញហ្នឹងអញ្ចឹងទៅអញ្ចឹងម៉ាក់ប៉ារបស់គាត់ក៏ចាប់ដើមចាក់សោលបងចូលទៅប៉ុន្តែនៅពេលដែលចាក់សោលបងហ្នឹងថាក្នុងមួយនៅក្នុងដីចកាហ្នឹងគឺរបៀបថាមានប្រេតសុបគ្រប់ពេញហ្នឹងមានសិទ្ធិរបៀបថាបន្លាអីឡើងពេញហ្នឹងហ្មងពិបាកដើរចូលខ្លាំងមែនតើម៉ាក់ប៉ារបស់គាត់ពេលដើរចូលបដើគឺលុយថាចកាប្រៃបដើចឹងទៅដើម្បីដើរទៅដល់ក្នុងផ្ទះមួយហ្នឹងពេលដើរទៅដល់ក្នុងផ្ទះទាំងគ្នាគឺធំក្លិនស្អុយសាក់សាប់ទឹកមែនម៉ាក់ប៉ារបស់គាត់គឺភ័យបុកពោះហ្មងសារគាត់ថាចេះផ្ទះយើងដីយើងហ្នឹងគឺទុកចោលយូរហើយបើមិនជាមានរឿងអីកើតឡើងគាត់នឹងឯងគឺជាអ្នកមានបញ្ហាអញ្ចឹងណាក៏ចាក់សោចូលក្នុងផ្ទះពេលចាក់សោចូលក្នុងផ្ទះហ្នឹងតើគេដឹងមិនដាច់នៅអាទ្វារខាងក្រោយផ្ទះហ្នឹងគឺបើកចំហចោលធំមែនតើហើយនៅខាងក្នុងផ្ទះហ្នឹងគឺអត់មានអីទេមានតែស្លាកស្នាមដូចឈាមកក់នៅក្នុងផ្ទះហ្នឹងណាប៉ុន្តែរកអត់ឃើញសោះហ្មងហើយក្លិនស្អុយហ្នឹងក៏ដឹងមកពីណាដែរក្លិនហ្នឹងគឺស្អុយពេញផ្ទះប៉ុន្តែរកប្រភពអត់ឃើញសោះម៉ាក់ប៉ារបស់គាត់បងគ្រប់គ្នាទាំងអស់ដែលជាអ្នកបញ្ចូលមើលហ្នឹងគឺលោកគេដើររកពេញហ្នឹងប៉ុន្តែរកអត់មានសោះហើយក៏សួរបច្ចៈក្មេង2នាក់ហ្នឹងទៀតសួរថាឃើញនៅពេលណាអញ្ចឹងក្មេង2នាក់ហ្នឹងប្រាប់ថាចេះគាត់នឹងបានផ្លោះលបងចូលទៅជក់ប្រៃនៅក្នុងហ្នឹងហើយពេលហ្នឹងក៏ធ្វើរូបកិច្ចពីគ្រូដែរនៅចន្លោះម៉ោងប្រហែលជាខ្ទង់ម៉ោង10ហ្នឹងណាក៏ផ្លោះលបងចូលក្នុងផ្ទះហ្នឹងដំបូងហ្នឹងគឺចូលក្នុងដីចកាធម្មតាទេក៏ចូលរកកន្លែងណាដើម្បីអង្គុយជក់ប្រៃប៉ុន្តែចៃដល់នេះមានគ្រូដើរមកម្ដងហ្នឹងដែរចឹងណាចឹងពួកគាត់ភ័យពេកក៏រត់មកម្ដងផ្ទះហ្នឹងមកពួនណាមួយខាងទៀតនេះប៉ុន្តែនៅពេលដែលគាត់កំពុងពួនក៏ហើយមិនអត់អាប្អួយគាត់នេះអាប្អួយនៅក្នុងផ្ទះហ្នឹងវារៀងបាក់បែកអញ្ចឹងគាត់ក៏ច្រត់ដៃទៅវាក៏បាក់ពេលដែលបាក់ហ្នឹងគាត់មើលចូលទៅខាងក្នុងគាត់ឃើញមានសាកសពមនុស្សស្រីពោះធំសុភាពរឿងអលួយមុខមាត់វិញគឺអលួយមានតកៅមានអីហ្នឹងដេកនៅកណ្ដាលផ្ទះហ្នឹងឯងដេកនៅអាលើកន្លែងដែលគេបានឃើញស្នាមឈាមសាមអីហ្នឹងឯងទាំងអស់គ្នាប៉ុន្តែគេឆ្ងល់ថាចេះបើសិនពេញពីរនាក់ហ្នឹងបានឃើញដូចគ្នាមែនចាស់ពេលដែលបើកទ្វារចូលមកបែរចិត្តឃើញទៅវិញអ្នកណាគេយកសាកសពនឹងលាក់គ្រប់គ្នាគឺឆ្ងល់ពេញនឹងឯងអញ្ចឹងគេក៏សួរក្មេងពីរនាក់នឹងទៀតថាតើក្មេងពីរនាក់មានជក់ថ្នាំឬមួយក៏ធ្វើអីអត់ចឹងក្មេងពីរនាក់ថាអត់ទេមានជក់ថ្នាំអីទេមិនជឿនាំគាត់ទៅពិនិត្យទឹកនោមក្បាលនេះគាត់មិនបានធ្វើអីទាំងអស់បានជក់ថ្នាំទេគាត់ជក់តែប្រៃអញ្ចឹងណាអញ្ចឹងពេលហ្នឹងគ្រូគេកំណត់ក្មេងពីរនាក់នឹងទៅចឹងទៅហើយចំណែកសាកសពដែលគេឃើញនៅក្នុងផ្ទះហ្នឹងក៏អត់មានបានឃើញទេអត់មានបានឃើញមានអីទាំងអស់យុទ្ធមួយម៉ាក់ប៉ាមកគាត់ក៏ត្រឡប់ទៅផ្ទះវិញអញ្ចឹងទាំងអស់គ្នាហើយក៏គិតថាចេះសង្ស័យតែក្មេងពីរនាក់ហ្នឹងវាចេះតែនិយាយប្រឡាក់គ្នាឬមួយក៏ចង់ផ្អើលចង់អីចឹងទៅអំឡុងពេលហ្នឹងដែរទាំងហើយនៅមិនអត់ក៏មានគេហ្នឹងណាមកព្យាយាមចោលចាទិញដីហ្នឹងដែរអញ្ចឹងពួកគាត់គិតថាចេះប្រហែលជាគេបង្កើតរឿងហ្នឹងឡើងដើម្បីចោលឲ្យលុបដីហ្នឹងបញ្ចុះថប់ចោលអីចឹងទៅម៉ាក់ប៉ារបស់គាត់ក៏មិនសូវជាខ្វល់ទៀតទាំងគ្នាក៏មិនសូវជាខ្វល់ទេរឿងរ៉ាវមួយហ្នឹងវាក៏កន្លងផុតទៅពីថ្ងៃក្រោយមកទៀតនេះពេលដែលម៉ាក់ប៉ារបស់គាត់ទៅលក់អីវ៉ាន់នៅផ្សារហ្នឹងណា
គឺមានគេអ្នកនៅផ្ទះម្ដុំនោះគេប្រាប់បានចែកបានឃើញមនុស្សប្រុសម្នាក់ក្មេងវ័យជំទង់អាយុប្រហែលជាខ្ទង់17 18ឆ្នាំហ្នឹងណាដើរចូលមកក្នុងផ្ទះហ្នឹងរហូតហើយឲ្យទៅដើរចូលហ្នឹងគឺចន្លោះម៉ោងប្រហែលជាខ្ទង់ម៉ោង7 8យប់ឡើងទៅគឺដើរចូលមកហើយពេលខ្លះទៅឮសំឡេងមនុស្សស្រីស្រែកយំនៅក្នុងផ្ទះហ្នឹងហើយពេលខ្លះទៀតទាំងអស់គ្នាគឺគេបានឃើញរូបរាងមនុស្សប្រុសម្នាក់ហ្នឹងណាអស់ដូចសភាពមកដូចតុក្កតាបន្តិចដូចម៉ានីកាំងបន្តិចដូចមនុស្សបន្តិចគឺអស់ចូលនៅក្នុងដីហ្នឹងទៀតគឺគេបានឃើញអស់គ្រប់គ្នានឹងឯងទាំងអស់គ្នាចឹងពេលហ្នឹងមកបានគាត់កាន់តែឆ្ងល់ទៅថាចេះតើផ្ទះរបស់គាត់នឹងមានលក្ខប្រកបអីមែនមានអាណាគេនៅក្នុងផ្ទះហ្នឹងមែនអញ្ចឹងពេលក្រោយមកទៀតគាត់ក៏ចូលទៅមើលផ្ទះហ្នឹងទៀតមួយម៉ាក់ប៉ារបស់គាត់ទៅមើលទៀតគឺអត់មានឃើញអីទេទាំងអស់គ្នាអត់មានឃើញស្អីទេក្រៅពីរបស់បាក់បែកហើយនឹងអាតបោផ្ទះរៀងធ្លុះរៀងអីចឹងទៅហើយក៏មានដើមឈើម្ដងដែលបាក់នៅក្នុងផ្ទះហ្នឹងដែរគឺអត់មានអីទាំងអស់ហ្មងទាំងអស់គ្នាអត់មានស្អីសោះហ្មងសូម្បីតែរបៀបថាក្លិនមនុស្សឬក្លិនអីក៏មានដែរមានតែក្លិនស្អុយហ្នឹងគឺដូចអញ្ចឹងក្លិនសក់បន្តិចក្លិនស្អុយសាក់ងាប់បន្តិចប៉ុន្តែរកប្រភពអត់ឃើញទេអញ្ចឹងពេលហ្នឹងក៏របៀបថាសាស្ត្រាចារ្យផ្សេងទៀតក៏គេនិយាយតគ្នាដែរជាពិសេសសាស្ត្រដែលគេរៀននៅវិទ្យាល័យមួយហ្នឹងណាដោយសារតែវានៅឆ្ងាយពីដីឆ្កាគ្រួសារគាត់ហ្នឹងនៅឆ្ងាយពីសាលាហ្នឹងតែប្រហែលជាខ្ទង់100 200ម៉ែត្រទេអញ្ចឹងនៅពេលដែលក្លិនស្អុយភាយទៅគឺភាយដល់ក្មេងៗហ្នឹងដែរអញ្ចឹងក្មេងៗប្រាប់មកថាក្លិនស្អុយហ្នឹងគឺស្អុយចេញពីក្នុងដីឆ្កាមួយហ្នឹងឯងប៉ុន្តែនៅពេលដែលពួកគាត់មកមើលក៏អត់ឃើញដូចគ្នាប៉ុន្តែស្អុយក្លិនស្អុយអីអញ្ចឹងទាំងគ្នារហូតដល់មានពេលមួយនោះគឺជាពេលដែលយល់ណាម៉ាក់របស់គាត់ប្រើឲ្យមកផ្ទះហ្នឹងមកដីចការមួយហ្នឹងដើម្បីមកមើលច្បាស់ហើយពេលដែលគាត់មកហ្នឹងគឺនៅមកប្រហែលជាខ្ទង់5កន្លះទេយល់គាត់មិនជាមនុស្សខ្លាចទេទាំងគ្នាសារតែពេលហ្នឹងគាត់អាយុ20ជាងហើយគាត់មិនសូវជាខ្លាចទេហើយគាត់មកពីបងប្អូនប្រុសរបស់គាត់មក5ជាងណាពេលដែលគាត់បាត់ទ្វារលបងចូលមកគាត់ពេលហ្នឹងគឺដីចការម៉ាក់គាត់ចាប់ដើមឆ្កាអីសងខាងអស់ហើយដើម្បីនិយាយថាឲ្យវាទលាយឲ្យសាលាអីខ្លាំងអញ្ចឹងណាអញ្ចឹងគាត់ក៏បាក់ឡានចូលមករួចក៏ដើរចុះពីលើហ្នឹងដើរសម្រាប់ទៅផ្ទះចការពេលដែលគាត់ដើរទៅគាត់សម្លឹងទៅផ្ទះចការហ្នឹងគឺគាត់បានឃើញមនុស្សប្រុសម្នាក់មើលគាត់ហ្នឹងពីចំហៀងខាងក្រោយផ្ទះមើលមិនចេះតែនៅពេលដែលគាត់មើលទៅវិញមនុស្សប្រុសហ្នឹងគឺរត់ទៅបាត់អញ្ចឹងទៅគាត់ក៏រត់តាមប៉ុន្តែនៅពេលរត់តាមហ្នឹងគឺបាត់ឆឹងមកអត់ឃើញសោះមកទាំងគ្នាតែដល់ពេលហ្នឹងគឺនៅម៉ោង5កន្លះមិននៅភ្លឺធម្មតាទេអញ្ចឹងគាត់ក៏ដើររលវាថាដើរនៅក្នុងហ្នឹងបន្តទៀតមើលច្បាស់ហ្នឹងថាមានណាគេពួនអីអត់ជាពិសេសគឺមនុស្សវិកលចរិតគាត់អាចនឹងចូលក្នុងផ្ទះចូលអីចឹងទៅអញ្ចឹងពេលដែលគាត់ដើរចូលមកទាំងគ្នាក៏គាត់សាប់ទៅបានឮសំឡេងលំពេកូនហើយនិយាយថាឮសំឡេងដូចមនុស្សស្រីនិយាយមួយកូននិយាយមួយប្តីអញ្ចឹងឮនិយាយជាងក្នុងផ្ទះដែលគាត់ផ្ទះឆ្ការបស់គាត់នឹងឯងទាំងគ្នាអញ្ចឹងពេលដែលឮអញ្ចឹងគាត់ក៏ដើរមកវិញគាត់សួរបងអូនគាត់ថាចេះមុនហ្នឹងមានបាក់ចម្រៀងបាក់អីក៏បាក់មើលតុក្កតាមើលអត់អញ្ចឹងបងអូនគាត់ថាមានបាក់មើលទេដើរតាមថ្ងៃរហូតតែអញ្ចឹងក៏គាត់ហ្នឹងរមើលប្រភពសំឡេងគេនិយាយអ៊ីមីចេញពីក្នុងផ្ទះហ្នឹងចឹងទៅពេលដែលគាត់ដើរចូលក្នុងផ្ទះហ្នឹងគឺវាអត់មានឃើញអីទាំងគ្នាប៉ុន្តែនៅពេលដែលគាត់ជាមួយនឹងបងអូនប្រុសរបស់គាត់ដើរត្រឡប់ទៅឡានវិញណាគ្រាន់តែគាត់ងាកសម្លឹងទៅផ្ទះហ្នឹងភ្លាមគាត់បានឃើញមនុស្សស្រីពោះធំឈរនៅក្នុងផ្ទះរបស់គាត់ហ្នឹងឈរក្នុងផ្ទះចង្ការហ្នឹងណាឈរនៅមុខទ្វារហ្នឹងទៀតទាំងគ្នាឈរមកឲ្យបក់ដៃចេះបក់ដៃឲ្យគាត់ចេះហើយមនុស្សស្រីពោះធំម្នាក់ហ្នឹងគឺមុខមាត់អាណាមួយហើយសុភាពពោះធំរបស់គាត់ហ្នឹងគឺដូចធ្លុះចេញមកដូចមិនមនុស្សយើងធម្មតាទេយល់ពេលដែលគាត់ឃើញប៉ុណ្ណឹងទាំងនេះម្ល៉េះគាត់ជាយើងធ្វើធម្មតាឲ្យបងអត់ឲ្យបងគាត់ឃើញទេដោយសារបងគាត់នឹងវាខ្លាចដែរខៃវាពេលហ្នឹងក៏បានឃើញតែគាត់កាន់ដៃបងមកគាត់រួចក៏ដើរឡើងទៅលើឡានគាត់ក៏ប្រាប់ម៉ាក់គាត់មកថាម៉ាក់គាត់ប្រាប់តែវិញតែគាត់ប្រាប់ម៉ាក់គាត់ថាម៉ាក់អត់ស្រួលមែនតើខ្ញុំបានឃើញហើយឃើញហ្នឹងមិនមែនជាមនុស្សទេប៉ុន្តែជាខ្មោចគាត់ប្រាប់មកថាជាខ្មោចខ្មោចហ្នឹងគឺខ្មោចពូធំប៉ុណ្ណេះហ្នឹងឯងគឺខ្មោចពូធំពូអីចឹងទៅព្យាយាមប្រាប់អីចឹងដល់គ្នាចឹងម៉ាក់บอกគាត់ថាចាំមើលសិនពីថ្ងៃទៀតចាំតលេចាំនៅមុនប្រសង់ទៅដីចការមួយហ្នឹងណាមួយទៀតគាត់ក៏ចង់និយាយថាកាប់ឆ្កាដីចការទាំងអស់រួមលើផ្ទះហ្នឹងចោលដែរដើម្បីរកឲ្យច្បាស់ថាតើអាប្រភពខ្លះហ្នឹងមកពីណាព្រោះនៅពេលរកនោះគឺរកអត់ឃើញទេចឹងពីថ្ងៃក្រោយមកហ្នឹងម៉ាក់ប៉ារបស់គាត់ចាំនៅមុនប្រសង់មកគ្រាន់តែនិមន្តព្រះសង្ឃមកតែមិនដាច់ធ្វើពិធីធ្វើអីហ្នឹងណាគ្រប់យ៉ាងគឺវារលងទៅធម្មតាទេតែនៅពេលដែលព្រះសង្ឃចេញទៅបាត់ម៉ាក់របស់គាត់គ្រាន់តែបាត់ទ្វារចូលទៅក្នុងផ្ទះនឹងម្ដងទៀតភ្លាមទាំងអស់គ្នាគឺគាត់ពិតជាបានឃើញសាកសពមនុស្សស្រីពោះធំដេកនៅកណ្ដាលផ្ទះហ្នឹងមែនឃើញតែមនុស្សស្រីពោះធំម្នាក់ហ្នឹងទេដេកនៅកណ្ដាលផ្ទះទាំងដែរអត់មានឃើញមនុស្សប្រុសណានៅកន្លែងហ្នឹងទេអត់មានឃើញសោះហ្មងណាឃើញតែមនុស្សស្រីម្នាក់ហ្នឹងគត់ហ្មងតែដេកស្លាប់នៅក្នុងផ្ទះរបស់គាត់ហ្នឹងពេលហ្នឹងគាត់និយាយថាក៏រឿងនឹងវាល្បីចឹងទៅក៏ផ្អើលដល់ម៉ែឪមកក្មេងស្រីម្នាក់ហ្នឹងគឺជាសិស្សសាលាដែលរៀននៅក្នុងវិទ្យាល័យដែលនៅជិតលបងផ្ទះជាការរបស់គាត់ហ្នឹងឯងទាំងអស់គ្នាគឺក្មេងស្រីក្មេងប្រុសម្នាក់ហ្នឹងគឺរៀននឹងឯងប៉ុន្តែគឺក្មេងប្រុសគេអត់ដឹងថាបាត់ទៅណាទេគេឃើញតែក្មេងស្រីដែលស្លាប់នៅក្នុងហ្នឹងហើយតាមតែគាត់ស្ដាប់ម៉ាក់ប៉ារបស់ក្មេងស្រីហ្នឹងនិយាយប្រាប់ណាគឺក្មេងស្រីម្នាក់ហ្នឹងជាមួយនឹងសង្សារប្រុសរបស់គេហ្នឹងណាមានកូននិយាយថាមានកូនតាំងអាយុ17 18ឆ្នាំកំពុងរៀនហ្នឹងទាំងអស់គ្នាគឺគាត់ចូលជ្រុះមានកូនជាមួយនឹងគ្នាហើយចិត្តដឹងវាថាគាត់អត់ខ្វល់ពីម្ដាយពុកបខំឲ្យបែកគ្នាឬមួយក៏យកកូនចេញគាត់អត់ខ្វល់ទេគាត់សម្រេចថាទៅនៅមួយគ្នាអញ្ចឹងទៅហើយពេលហ្នឹងណាម៉ាក់ប៉ារបស់ក្មេងទាំងពីរក្មេងស្រីម្នាក់ហ្នឹងក៏និយាយថាគាត់មានកំហុសដូច
គ្នាព្រោះតែពេលហ្នឹងណាដឹងថាកូនឯងកំពុងតែមានទំនួនហើយបែរជាបខំឲ្យគ្នាតច្រករហូតដល់គ្នារត់ចេញពីផ្ទះរួចមកដេកស្លាប់អាណាថារបៀបថាដេកស្លាប់តៃហោងនៅក្នុងផ្ទះបដាតៃអញ្ចឹងទៅពេលពួកគាត់មានអារម្មណ៍នឹងខុសដែរទាំងអស់គ្នាហើយគាត់ថាចេះបើមិនជាអាចបកក្រោយបានហ្នឹងណាគាត់ពិតជាចង់ត្រឡប់ពេលវេលាទៅហើយគឺអត់បខំកូនរបស់គាត់ទៀតទេបើចូលទៅវាស្លាញ់គ្នាក៏ឲ្យវាស្លាញ់គ្នាទៅអញ្ចឹងណាណាមួយទៅគាត់ថាចេះពេញក្មេងសម័យឥឡូវអ្នកខ្លះគេតស៊ូមួយគ្នាបានអញ្ចឹងកូនរបស់គាត់ក៏អាចតស៊ូមួយគ្នាបានដែរនឹងដល់គ្នាចំពោះរឿងដែលគាត់បានចែកម្លែកមកនេះខ្ញុំសូមនិយាយត្រឹមតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាចង់ដឹងថាតើរឿងរ៉ាវលំអិតតាក់ទងជាមួយនឹងរឿងរ៉ាវមួយហ្នឹងវាសាហាវហើយនឹងគួរឲ្យអាណិតខ្លាំងកម្រិតណាទាំងអស់គ្នាកុំភ្លេចទៅតាមដានទស្សនានៅក្នុងខែក្រោយថ្ងៃទី10រឿងហ្នឹងគឺនឹងចាក់បញ្ចាំងឲ្យទាំងអស់គ្នាខ្ញុំសូមលាក់ចំណងជើងសិនថារឿងហ្នឹងមានចំណងជើងថាមិនដឹងសំថារឿងមួយហ្នឹងគឺយើងបានសុំសិទ្ធពីគ្រួសារហ្នឹងគឺបានយករឿងហ្នឹងមកធ្វើជារឿងកុនហើយរឿងកុនខ្នាតធំទៅទាំងអស់គ្នាបើចង់ដឹងលំអិតហ្មងកុំភ្លេចតាមដានមើលទាំងអស់គ្នាជាពិសេសមើលក្នុង page របស់សាស្ត្រាហ្វៀមគេនឹងអាណោនចំណងជើងរឿងនៅពេលឆាប់ហ្នឹងហើយទាំងអស់គ្នាកុំភ្លេចណាដោយសារតែរឿងហ្នឹងដកស្រង់ចេញពីរឿងប៉ັດរបស់យុគវ័យហ្នឹងឯងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាមានរឿងតែម្លែងចាកុំភ្លេចឆាប់មកក្នុង account IG របស់ខ្ញុំផង